dương tha này trắng về mình tiền và đá miền bóng ổn chứ còn thao về tiền tăng thành dương miền chiết tại tầm miền chỗ tệ chẳng được rồi chẳng là chỗ tệ đài về tư chỉ thọ mà đa nắng ai là về tiền ban nào được rồi nè ទៀងប៉ុន្តែនៅក្នុងបរិបទផ្សេងពាក្យអនិច្ចំហ្នឹងយើងបើប្រើភ្ជាប់ជាមួយត្រៃលក្ខណ៍អាហ្នឹងវាមានន័យសំដៅទៅលើសង្ខារធម៌ទាំងអស់សូម្បីតែតួចុតិហ្នឹងក៏វាមិនទៀងដែរចឹងណាតួចុតិចិត្តហ្នឹងវាមានការកើតនិងការរលត់ដែរក៏ជាអនិច្ចំដែរនៅក្នុងត្រៃលក្ខណ៍ធម៌ប៉ុន្តែពាក្យអនិច្ចំមួយម៉ាត់ហ្នឹងយើងអាចប្រើក្នុងបរិបទផ្សេងទៀតបានប្រើជំនួសពាក្យថាស្អីដែលជៀសមិនផុតវាត្រូវតែមកទៀងតែមកអាហ្នឹងក៏គេហៅថាទៀងអាហ្នឹងទៀងហ្នឹងគឺសំដៅមិនសំដៅរឿងកើតរលត់ទេសំដៅថារបស់ដែលវាត្រូវតែមកដល់ជៀសមិនផុតអាហ្នឹងហៅថាទៀងក្នុងន័យហ្នឹងចឹងมันមានពាក្យពិចារណាថាអជីវិតាំងមេអនិច្ចំមេជីវិតាំងជីវិតរបស់ខ្ញុំមិនទៀងមរណងនិច្ចំមរណងអីចឹងទៅមរណៈទៀងជីវិតមិនទៀងសេចក្តីស្លាប់ទៀងទៀងក្នុងទីនេះគេអត់និយាយរឿងសង្ខារធម៌ទេគេចង់និយាយថារបស់ដែលប្រកបជាមកដល់ហើយមានពេលខ្លះទៀតពាក្យទៀងហ្នឹងប្រែចេញពីពាក្យថានិយតៈនិយតៈតែទៅទៀងដែរឧទាហរណ៍ដូចជាអឺក្នុងធម្មសង្កណីសម្ដែងថាសមត្តនិយតាធម្មាសមត្តនិយតាធម្មាមានន័យថាធម៌ដែលត្រូវហើយទៀងហ្នឹងទៀងតែអីទៀងតែនាំទៅកាន់និព្វានអញ្ចឹងអត់និយាយពីសង្ខារធម៌នេះមានន័យថាតែកាលណាមគ្គចិត្តនឹងកើតឡើងហើយចុងក្រោយគឺនិព្វានហ្នឹងឯងវាតិចពីនិព្វានអត់រួចទេអញ្ចឹងបានព្រោះហ្នឹងហៅថាធัวទៀងប៉ុន្តែតួខ្លួនវាជាអនិច្ចំដែរតួខ្លួនវាបើនិយាយក្នុងត្រៃលក្ខណ៍ធัวជាអនិច្ចំដែរព្រោះមគ្គចិត្តក៏ជាអនិច្ចំដែរកើតហើយរលត់ដែរប៉ុន្តែធัวហ្នឹងតែកើតឡើងហើយវានាំទៅរកបរិនិព្វានហើយកិច្ចពីបរិនិព្វានអត់រួចទេដោយធัวខុសដូចជាមិច្ឆតនិយតាធម្មាដូចជាអនន្តរយកម្មអនន្តរយកម្មมันមានអីក្រៅពីបាណាតិបាតនឹងបំបែកសង្ឃហើយនឹងសម្រាប់មេដាសម្រាប់បៃតាសម្រាប់ព្រះរហន្តញ៉ាំងរហ័តព្រះសម្មាសម្ពុទ្ធពុទ្ធបើយើងទៅមើលក្នុងចេតនាកម្មគឺអនិច្ចំនឹងឯងធម៌ហ្នឹងគឺជាអនិច្ចតាធម៌នឹងឯងសម្រាប់មេដាបៃតាតួធម៌ហ្នឹងក៏ជាអនិច្ចំដែរព្រោះវាកើតហើយអលត់កើតហើយអលត់ប៉ុន្តែផលរបស់វាទៀងត្រង់ថាតែត្រូវអនន្តរកម្មឯងត្រូវទៅនរកអញ្ចឹងបានលោកហៅថាមិច្ឆតនិយតាធម្មាធัวខុសឲ្យទៀងហ្នឹងលោកមិនសំដៅរកកើតរលត់ទេលោកសំដៅថាប្រកបជានាំទៅនរកជាមិនបានតែទៀងហ្នឹងក្នុងន័យហ្នឹងបាទប៉ុន្តែរាល់ធម៌ទាំងអស់ឲ្យទៅកើតសត្វអនិច្ចំទាំងអស់បើនិយាយក្នុងត្រៃលក្ខណ៍ធម៌អញ្ចឹងគេយកមកនិយាយថាធေါ်ខ្លះទៀងខ្លះមិនទៀងអីបានអីលោកគ្រូស្រេចលើអ្នកនិយាយអឺបាទបើយើងនិយាយនៅលើធម៌ខ្លះទៀងខ្លះមិនទៀងនៅលើសង្ខារធម៌ទាំងអស់និយាយអត់បានទេបាទហ្នឹងឧទាហរណ៍ដូចសង្ខារធម៌ហ្នឹងយកសង្ខារធម៌ដែលកើតរលត់ហ្នឹងយកមកនិយាយថាខ្លះទៀងខ្លះមិនទៀងនិយាយអត់បានទេពីព្រោះពីបរិបទផ្សេងគ្នាបើនិយាយធម៌ខ្លះទៀងខ្លះមិនទៀងក្នុងបរិបទផ្សេងបានប៉ុន្តែក្នុងន័យផ្សេងមិនមែនដូចយើងគិតទេបាទក្នុងធម្មសង្កណីមិញនឹងដែរមួយទៀតហៅថាអនិច្ចតាធម្មាធម៌មិនទៀងឃើញទេអញ្ចឹងជមើលមាន3មិច្ឆតនិច្ចតាធម្មាពួកធម៌ខុសហើយទៀងមានតែធ្វើខុសហើយទៀងទៅនរកអានឹងគេនិយាយចឹងឯងមួយទៀត
សមត្តនិយតាធម្មាពួកធัวត្រូវហើយទៀងដែលមគ្គ ទៅនេះ ចិត្តហ្នឹងគឺថាទៀងទៅនិព្វានដល់អនិច្ចតាធម្មាគឺពួកអកុសលចិត្ត12អីធម្មតាមហាកុសល8ហ្នឹងនិយាយពីផលរបស់វាហ្នឹងផលវាអត់ទៀងទេមិនមែនថាឲ្យតែធ្វើមហាកុសលទៀងទៅឋានសួគ៌ឬក៏អកុសលទៀងទៅនរកអត់ទេពួកកម្មវិចរៈហ្នឹងឃើញទេអាហ្នឹងបើនិយាយថាធัวខ្លះទៀងខ្លះមិនទៀងគឺក្នុងនិយាយក្នុងបរិបទហ្នឹងចឹងណាតែបើសិនជាយើងមកប្រៀបជាមួយសង្ខារធម៌មិនទៀងនេះហើយមានស្អីទៀតដែលវាទៀងក្នុងការដែលកើតឲ្យមិនរលត់និយាយបានទេចឹងណាអញ្ចឹងនៅក្នុងកន្លែងខ្លះទៀងខ្លះមិនទៀងហ្នឹងព្រះអង្គចែកកន្លែងហ្នឹងដែរធម៌ខុសទៀងធម៌ត្រូវទៀងហើយធម៌ធម្មតាមិនទៀងនឹងនិយាយពីកុសលនិងអកុសលទេអកុសលធ្ងន់ដូចជាអនន្តរិយកម្មទៀងទៅនរកអាហ្នឹងនិយាយទៀងនេះមិនទៀងទៅនរកនិយាយពីផលធម៌ត្រូវទៀងគឺទៀងទៅនិព្វានទៅពួកមគ្គហ្នឹងកើតឡើងទៀងទៅកាន់និព្វានហើយដល់ធម៌កើតឡើងហើយមិនទៀងដូចជាប្រព្រឹត្តទៅជាបញ្ញកិរិយាវត្ថុ10ក្នុងបុណ្យហ្នឹងមិនទៀងទេមិនទៀងទៅឋានសួគ៌ទេហើយអកុសលដែលយើងធ្វើដាច់សិលដាច់អីរាល់ថ្ងៃដែលមិនដល់ថ្នាក់អនន្តរិយកម្មឬក៏និយតមច្ឆាទិដ្ឋិក៏មិនប្រកាសថាទៅនរកដែរវាស៊ីសងទៅចិត្តស្លាប់ទៅអាកម្មណាមានកម្លាំងជាងមិនទៀងក្នុងលោកនិយាយក្នុងលក្ខណៈនោះប៉ុន្តែសរុបមកធัวទាំងអស់ហ្នឹងបើនិយាយក្នុងត្រៃលក្ខធម៌សើអត់ទៀងទាំងអស់ព្រោះកើតហើយលោកតែទៀងនឹងមិនទៀងក្នុងទីនេះលោកនិយាយពីរឿងឲ្យផលទេបាទលោកគ្រូទៅនឹងចង់សួរបញ្ជាក់លោកគ្រូមួយទៀតអញ្ចឹងធម៌ទាំងឡាយវាកើតហើយរលត់ប៉ុន្តែគ្រប់ធម៌ទាំងអស់តែវាកើតហើយរលត់វាឲ្យផលរបស់វាទៅមួយទៀតឯលោកគ្រូពេលដែលវារលត់វាឲ្យផលមួយគ្រប់ធម៌ទាំងអស់អត់ហ្នឹងវាលែងចតិចិត្តរបស់ព្រះរហន្តมันមានបច្ច័យឲ្យកើតតទេអត់ឲ្យបច្ច័យទៀតទេបាទក្រៅពីហ្នឹងគឺសិតតែមានបច្ច័យឲ្យកើតតសំបីចតិចិត្តរបស់ព្រះអនាគាក៏នៅតែមានបដិសន្ធិជាបច្ចយុបណ្ណៈកើតបន្តដែរចុះបើយើងអត់និយាយចតិនិយាយពីធម៌ផ្សេងលោកគ្រូដូចយើងខឹងអីចឹងទៅពេលរលត់អាខឹងហ្នឹងវាមានឲ្យផលអីទៅទៀតអត់លោកគ្រូចិត្តតែឲ្យទី1សន្សំជាអនុស័យបាទហើយទី2បើវាឲ្យផលវាឲ្យក្តៅក្រហាយវាឲ្យជួបអនិច្ចារម្មណ៍អីផ្សេងនៅពេលវាកើតវិបាកបាទมันមានកម្មណាមួយដែលអត់ឲ្យផលទោះបីជាមានពាក្យថាអហោសិកម្មប៉ុន្តែយើងសិក្សាកម្មបន្តិចទៅបានយើងចែកជាវ័នទៅបានដឹងថារាល់កម្មទាំងអស់សិតតែគ្មានកម្មណាមួយរួចខ្លួនមកគាត់វាទៅតាមអំណាចថាមួយណាដែលវាដិតជាងគេអញ្ចឹងលោកគ្រូអាណាដែលវាដិតជាងគេហ្នឹងហើយវាឲ្យផលបានយូរជាងគេជាប់ជាងគេទៀតទៅនៅក្នុងបរិឆេទទី5ហ្នឹងយើងមិនមែនរៀនតែភពភូមិឋានឯរួចតែពីហ្នឹងយើងរៀនពីកម្មលំដាប់នៃកម្មឲ្យផលយ៉ាងម៉េចទៅរៀនទៅបានយើងមានធម៌វិភាគទៅយើងយ៉ាងឆ្ងល់ហើយបានលោកគ្រូហេតុអីបានខ្ញុំអញ្ចឹងហ្នឹងវាពោះសម័យសួរហ្នឹងបងប្រធានគាត់សិស្សបកែលោកគ្រូសួរតែមេរៀនទំរៀនចិត្តចេតសិទ្ធិសួរទៅដល់បរិឆេទទី5វិញណាអញ្ចឹងបាទមែនទេពាក្យថាកម្មផលហ្នឹងណានៅក្នុងសហគមន៍ពុទ្ធសាសនាយើងច្រឡំថាយើងយល់តែពិតមិនយល់ទេវាល្អិតល្អន់ណាក្នុងនឹងអញ្ចឹងបានបើយើងអត់រៀនបរមត្ថទេព្រះអង្គថាជាវិស័យមួយដែលមិនគួរគិតតែបើយើងបានរៀនបរមត្ថអាហ្នឹងយើងអាចគិតបានអានេះឧទាហរណ៍ដូចយើងអត់ទៅរៀនរូបវិទ្យាគីមីវិទ្យាអីចឹងយើងចេះតែឆ្ងល់អាហ្នឹងមិនក៏គេផ្សំទៅវាលឺអញ្ចឹងចេញអញ្ចឹងឆេះអញ្ចឹងហ្នឹងគិតយូរទៅឈួតមែនណាដូចចេញ7ចេញអីចឹងអង្គុយឆ្ងល់យើងអត់រៀនណាតែបើសិនជាយើងរៀនទោះបីយើងធ្វើមិនកើតក៏យើងអត់ឆ្ងល់ដែរណាការប្រតិកម្មធាតុគីមីអីយ៉ាងម៉េចទោះបីដូចយើងរៀនពីមុនគីមីវិទ្យារូបវិទ្យាអីយើងមានតែមានឧបករណ៍ពិសោធន៍ណារៀនតែរូបមន្តលើក្តារខៀនណាហ្នឹងហើយតែយើងក៏អាចយល់បានដែរតែគ្រាន់ថាបើគេមានឧបករណ៍ពិសោធន៍តិចកាន់តែច្បាស់តែប៉ុណ្ណឹង
ដល់សិក្សាកម្មវាមានឲ្យផលតាមលំដាប់វាមានកម្មបៀតបៀនវាមានកម្មឧបត្ថម្ភកម្មអីហ្នឹងព្រះអង្គប្រាប់ទាំងអស់